បងលូមើលឲ្យច្បាស់ទៅចុះហត្ថលេខាទៅប្រាក់សន្សំទាំងអស់ជារបស់ខ្ញុំឆ្នាំមកនេះខ្ញុំបានចំណាយយុវវ័យដ៏មានតម្លៃជាមួយមនុស្សគ្មានប្រយោជន៍ដូចជាបងទុកនេះជាសំណងសម្រាប់ខ្ញុំទៅចុះបងលូនិយាយជាមួយវាធ្វើអីត្រឹមតែអ្នកដឹកអីវ៉ាន់កំពេចកំលើកមុនសុំលុយវា5ទិញទូរស័ព្ទក៏វាស្ទាក់ស្ទើរដែរលោកម្ចាស់ចិត្តមកដល់ហើយប្រាប់ឲ្យវាឆាប់ទៅឲ្យឆ្ងាយទៅសុំឈៀនសួរចិត្តខ្លួនឯងមើល3ឆ្នាំនេះតើអ្នកណាជំពាក់អ្នកណាថ្លៃសិក្សារបស់អ្នកបំណុលល្បែងរបស់ម៉ាក់អ្នកនិងស្បែកជើងម៉ាក់ល្បីរបស់ប្អូនអ្នកតើមួយណាដែលខ្ញុំខំដឹកអីវ៉ាន់ទាំងយប់ទាំងថ្ងៃដើម្បីរកលុយមកឲ្យអ្នកស្រែកដាក់ខ្ញុំធ្វើអីនោះជាអ្វីដែលអ្នកត្រូវធ្វើខ្ញុំបានឲ្យយុវវ័យដ៏មានតម្លៃបំផុតដល់អ្នកការដែលអ្នកចិញ្ចឹមគ្រួសារខ្ញុំមិនមែនជារឿងដែលអ្នកត្រូវធ្វើទេមើលខ្លួនឯងទៅក្រលំបាកណាស់ខ្ញុំខ្មាស់គេណាស់ដែលមានអ្នកជាសង្សារលោកម្ចាស់គ្រាន់តែបើកស្រាមួយដបក៏ស្មើនឹងអ្នកដឹកអីវ៉ាន់មួយឆ្នាំដែរលុយ5000នេះជាលុយដែលលោកម្ចាស់អាណិតអ្នកទេយកលុយនេះទៅហើយទៅឲ្យឆ្ងាយទៅកុំទៅប្រាប់អ្នកណាថាស្គាល់ខ្ញុំខ្មាស់គេណាស់ចង់បានម៉ូតូជិះតែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541ហាអាក្រគឺនៅតែជាអាក្រនៅធ្វើជាអ្នកថ្លៃធ្នូទៀតពិតជាមិនស្គាល់ខុសត្រូវសោះលោកម្ចាស់ខ្ញុំដេញអាម្នាក់នោះទៅបាត់ហើយយប់នេះយើងទៅញ៉ាំអាហារនៅភោជនីយដ្ឋាននោះទេហាមានគ្រោះថ្នាក់ហើយឡានពេទ្យមកមានមនុស្សសន្លប់ក្នុងឡានអ្នកដឹកអីវ៉ាន់អ្នកឈួតមែនទេនោះជាឡានមកល្បីណាស់បើអ្នកធ្វើឲ្យខូចអ្នកលក់ខ្លួនក៏សោះមិនរួចដែរភ្លើងឡានបែកហើយថយក្រោយទៅព្រះអើយវិធីសង្គ្រោះបេះដូងរបស់អ្នកជំនាញណាស់តើអ្នកជាគ្រូពេទ្យមែនទេខ្ញុំគ្រាន់តែរៀនជំនាញសង្គ្រោះបឋមអ្នកជំងឺម្នាក់នេះមានប្រវត្តិជំងឺតាមដានចង្វាក់បេះដូងគាត់លោកម្ចាស់រឿងសង្គ្រោះបន្ទាន់និងការទទួលខុសត្រូវតាមផ្លូវច្បាប់ត្រូវការឲ្យលោកជួយសូមអញ្ជើញទៅជាមួយពួកយើងដោយក្តីមួយពូកែណាស់ក្មួយទៅចុះម៉ូតូកង់3នេះពូជួយមើលឲ្យលោកគ្រូពេទ្យតាខ្ញុំយ៉ាងម៉េចហើយកុំបារម្ភអីលោកស្រីសំណាងហើយដែលបានលោកម្នាក់នេះជួយសង្គ្រោះតឥឡូវគាត់ផុតពីគ្រោះថ្នាក់ហើយលោកម្ចាស់អរគុណខ្លាំងណាស់ដែលបានជួយសង្គ្រោះតាខ្ញុំលោកចង់សរសេរចំនួនប៉ុន្មានសូមលោកទទួលយកទៅមិនបាច់ទេលោកតាសំខាន់គាត់មិនអីគឺល្អហើយលោកស្រីចូលទៅមើលគាត់ទៅខ្ញុំនៅមានអីវ៉ាន់ត្រូវដឹកបន្តទៀតទីបំផុតក៏រំដោះខ្លួនពីអមនុស្សអត់ប្រយោជន៍នោះបានខៀនតើលោកម្ចាស់ហួងពេលណាទៅមកទទួលពួកយើងទៅនៅផ្ទះវីឡាម៉ាក់បានអួតប្រាប់គេឯងអស់ហើយថាកូនស្រីនឹងបានទៅនៅផ្ទះទំនើបឆាប់នេះកូនកុំធ្វើឲ្យម៉ាក់ខ្មាស់គេឲ្យសោះបងស្រីឲ្យលោកម្ចាស់ហួងផ្ញើលុយ20000មកខ្ញុំសិនមកខ្ញុំត្រូវទិញស្បែកជើងម៉ូដពិសេសមួយគូបើមិនទិញឥឡូវគឺអស់ហើយប្រញាប់ធ្វើអីចាំខ្ញុំចូលត្រកូលហួងបានសិនផ្ទះឡានគឺមានទាំងអស់ហ្នឹងសួស្តីលោកលូខ្ញុំឈ្មោះជាងយូនេងលោកតាដែលលោកបានជួយនៅតាមផ្លូវថ្ងៃនេះគឺជារបស់តាខ្ញុំឈ្មោះជាងហ៊ុយក្រោយពេលដឹងខ្លួនគាត់តែងតែនឹកដល់លោកទើបឲ្យខ្ញុំមកអញ្ជើញលោកទៅចូលរួមពិសាអាហារពេលល្ងាចនៅភូមិគ្រីស្ទត្រកូលជាងគាត់ចង់អរគុណលោកដោយផ្ទាល់នៅមន្ទីរពេទ្យមិញនេះលោកបានជ្រុះបានសម្គាល់ខ្លួនខ្ញុំបានរើសទុកឲ្យលោកនេះសូមលោកទទួលយកវិញចុះអរគុណច្រើនអ្នកនាងជាងពួកយើងទេដែលត្រូវអរគុណលោកតាខ្ញុំគាត់ជាមនុស្សរឹងរូសបើលោកមិនទៅទេគាត់ច្បាស់ជាមិនស្រួលចិត្តឡើយបានតើខ្ញុំនឹងទៅឲ្យទាន់ពេលខ្ញុំរកឃើញប្រវត្តិរបស់លោកលូជីងហើយតែប្រវត្តិមុន3ឆ្នាំមុនរបស់គាត់គឺទេស្អាតវាដូចជាមានគេលុបចោលពីប្រភពដើមអញ្ចឹងសូម្បីតែឯកសារដើមក៏រកមិនឃើញដែរគ្រាន់តែជាអ្នកដឹកជញ្ជូនម្នាក់បែរជាមានឯកសារសម្ងាត់ទៅវិញចង់បានម៉ូតូជិះតែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541អូនលូឲ្យបើមិនបានអូនជួយថ្ងៃនេះចាស់ដូចពូប្រហែលជាដេកពេទ្យបាត់ហើយ
ចង់បានអ្វីនិយាយមកលោកបានផ្ទះឬតំណែងក្នុងក្រុមហ៊ុនពូឲ្យទាំងអស់ពូឲ្យខ្ញុំទទួលយកតែទឹកចិត្តពូបានហើយនេះគ្រាន់តែជាការជួយបន្តិចបន្តួចប៉ុណ្ណោះរបស់តបស្នងទាំងនេះខ្ញុំពិតជាមិនអាចទទួលយកបានទេហាហាហាល្អណាស់មិនលោភលន់បែបនេះពិតជាកុំមករកបានណាស់អូនលូចៅស្រីពូឆ្នាំនេះអាយុ26អ្នកដែលចង់រៀបការជាមួយគាត់គឺតម្រង់ជួរវែងណាស់តែគាត់មិនពេញចិត្តនរណាម្នាក់សោះគាត់ខ្លាចគេមកព្រោះតែលួចត្រកូលចាងឯអូនវិញមិនលោភលន់ពូថាអ្នកទាំងពីរពិតជាស័ក្តិសមនឹងគ្នាសាករាប់អានគ្នាទៅមើលទៅមាននិស្ស័យនឹងគ្នាទេលោកតាគុំនិយាយផ្ដេសផ្ដាស់អីលោកតាធ្វើបែបនេះបានយ៉ាងម៉េចពូនិយាយខុសមែនទេមិញពេលអូនលូចូលមកពូឃើញចៅធ្វើជាផឹកតែមាត់ចៃញឹមបន្តិចមែនទេលោកតាពូឲ្យខ្ញុំទទួលយកទឹកចិត្តពូហើយតែខ្ញុំទើបតែលែងញ៉េះមិនទាន់មានគម្រោងរៀបការថ្មីទេសូមអនុញ្ញាតយូនេញឃើញទេដល់ថ្នាក់នេះហើយនៅតែរឹងមាំមនុស្សបែបនេះមួយជីវិតរកបានម្នាក់គឺសំណាងណាស់ចៅអាចចាប់ឱកាសនេះបានទេគឺអាស្រ័យលើចៅហើយលោកលូខ្ញុំដឹងថាអ្នកមិនមែនជាអ្នកដឹកជញ្ជូនធម្មតាទេមនុស្សធម្មតាពេលឃើញលុយច្រើនរបស់ត្រកូលចាមិនអាចនឹងនៅស្ងប់ស្ងាត់បែបនេះបានទេអ្នកជានរណាឲ្យពិតប្រាកដលោកលូចង់និយាយអ្វីអ្នកទៅតែលែងខ្ញុំកំពុងត្រូវការអ្នកណាម្នាក់មកជួយដើម្បីកិច្ចពីការរៀបការតាមគ្រួសារយើងចុះកិច្ចសន្យាខ្លែងធ្វើជាប្តីប្រពន្ធនឹងគ្នារស់នៅជាមួយគ្នា1ឆ្នាំប្រាក់ខែ1លានខ្ញុំមិនត្រូវការលុយ1លាននោះទេចុះអ្នកចង់បានអ្វីខ្ញុំចង់បានទិន្នន័យឃ្លាំងស្តុកទំនិញឆ្លាតវៃរបស់ក្រុមហ៊ុនអ្នកផ្នែកប្រព័ន្ធដឹកជញ្ជូនទិន្នន័យដែលដំណើរការជាក់ស្ដែងទិន្នន័យប្រព័ន្ធដែលដំណើរការជាក់ស្ដែងលោកលូចិនអ្នកដឹងទេថាអ្នកកំពុងនិយាយអ្វីនោះគឺជាបេះដូងនៃប្រព័ន្ធដឹកជញ្ជូនរបស់យើងវាជាអាចកំបាំងពាណិជ្ជកម្មដែលមានតម្លៃរាប់លានអ្នកយកវាទៅធ្វើអ្វីលោកស្រីប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដែលអ្នកអួតអាងនោះផ្លូវដឹកជញ្ជូនវាជាន់គ្នាខ្លាំងណាស់នៅក្នុងទិន្នន័យដែលអ្នកមើលមិនឃើញក្រុមហ៊ុនអ្នកកំពុងខាតបង់រាល់នាទីហេតុអ្វីអ្នកដឹងរឿងនេះព្រោះរយៈពេល3ឆ្នាំមកនេះខ្ញុំបានដើរគ្រប់ផ្លូវដែលខុសក្នុងប្រព័ន្ធរបស់អ្នកគ្រប់កន្លែងខ្ញុំមិនមែនចង់លួចអាចកំបាំងអ្នកទេហើយក៏មិនប៉ះពាល់ឯកជនភាពអតិថិជនដែរខ្ញុំគ្រាន់តែចង់បានទិន្នន័យផ្លូវដឹកជញ្ជូននិងទិន្នន័យឃ្លាំងស្តុកទំនិញដើម្បីផ្ទៀងផ្ទាត់ម៉ូដែលរបស់ខ្ញុំផ្ទៀងផ្ទាត់ម៉ូដែលអ្នកជានរណាឲ្យពិតប្រាកដគ្រាន់តែជាអ្នកដឹកជញ្ជូនដែលចង់ឲ្យការដឹកជញ្ជូនលឿនជាងមុនអ្នកអាចចាត់ទុកវាជាថ្លៃប្រឹក្សាយោបល់ចុះបើធៀបនឹងប្រាក់ខែ1លានខ្ញុំគិតថាអ្នកចង់ឃើញការចំណាយលើការដឹកជញ្ជូនថយចុះ20ជាងបានខ្ញុំនឹងឲ្យសិទ្ធិអ្នកប្រើទិន្នន័យតែត្រូវចាំបើអ្នកហ៊ានលួចបន្លំខ្ញុំនឹងឲ្យអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់សង្ឃឹមថាយើងនឹងសហការគ្នាបានល្អចាំបន្តិចក្នុងនាមជាប្តីប្រពន្ធខ្លាំងៗត្រូវសម្ដែងឲ្យសមព្រឹកស្អែកអ្នកត្រូវរើមកនៅវីឡាខ្ញុំចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541យោពមបេទិន្នន័យដឹកជញ្ជូនទាំងអស់នៅក្នុងដៃយើងហើយឥឡូវនេះយើងគ្រប់គ្រងវាបានទាំងអស់ប្រព័ន្ធត្រូវបានការពារដោយលេខកូដសម្ងាត់បច្ចុប្បន្នអាចអានបានតែទិន្នន័យខ្លះប៉ុណ្ណោះមេធាវីវាងជួយរៀបចំកិច្ចសន្យាអាពាហ៍ពិពាហ៍មួយមកក្នុងនៅពេលដែលមិនអាចមើលដាច់ពីគាត់ខ្ញុំនឹងទុកគាត់នៅក្បែរខ្លួនខ្ញុំនេះឯងលោកលូទោះបីជាលោកនិងអ្នកនាងជាបានចុះសម្បត្តិអាពាហ៍ពិពាហ៍កាលពីកន្លះម៉ោងមុនខ្លាចជាប្តីប្រពន្ធស្របច្បាប់ក៏ដោយប៉ុន្តែយោងតាមកិច្ចសន្យានេះអាពាហ៍ពិពាហ៍នេះគ្រាន់តែជាឈ្មោះប៉ុណ្ណោះចំណុចទី3និងទី7គឺសំខាន់ទី3ទ្រព្យសម្បត្តិទាំងសងខាងគឺដាច់ដោយឡែកពីគ្នាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជាមិនពាក់ព័ន្ធនឹងលោកទេទី7កំឡុងពេលរស់នៅជាមួយគ្នាមិនត្រូវជ្រៀតជ្រែករឿងផ្ទាល់ខ្លួនភាគីម្ខាងមិនអាចបង្ខំខាងទៀតឲ្យមានទំនាក់ទំនងផ្លូវកាយឡើយបើល្មើសនឹងចាត់ទុកថាខូចកិច្ចឆ្នាំក្រោយយើងលែងលេះគ្នាដោយសន្តិវិធីគឺសមរម្យណាស់គោលចំហខ្ញុំគឺមិនជ្រៀតជ្រែករឿងគ្នាទៅវិញទៅមកចំណែកទ្រព្យសម្បត្តិក្រុមហ៊ុនជាខ្ញុំមិនប៉ះពាល់សម្បីតែមួយសេនខ្ញុំត្រូវការតែសិទ្ធិប្រើប្រាស់ទិន្នន័យប្រព័ន្ធដែលអ្នកសន្យាទុកប៉ុណ្ណោះក្នុងនៅពេលកិច្ចសន្យាសម្រេចហើយត្រូវសម្ដែងឲ្យសមថ្ងៃនេះត្រូវរចូលវីឡារបស់ខ្ញុំមានរូស៊ីនិងលោកតានៅទីនោះអ្នកគួរដឹងថាត្រូវធ្វើបែបណាស៊ីលុយគេត្រូវជួយការងារគេទៅចុះអ្នកស្រីជាបន្ទប់ភ្ញៀវជាន់ផ្ទាល់ដីបែរមុខទៅទីខាងត្បូងចាប់ពីពេលនេះទៅជាបន្ទប់របស់អ្នកបងស្រីបងត្រឡប់មកវិញហើយសេរ៉ូមដែលខ្ញុំទើបនឹងទិញបងយកទៅប្រើមែនទេអូលោកជានរណាហេតុអ្វីមកនៅក្នុងផ្ទះខ្ញុំ
បងស្រីនាងឲ្យខ្ញុំស្នាក់នៅទីនេះបងស្រីខ្ញុំបងនិយាយលេងមែនទេបងស្រីហេតុអ្វីនាំមនុស្សបែបនេះមកផ្ទះកុំខ្លាចខ្ញុំនឹងហៅប៉ូលីសចាប់លោកឥឡូវរូស៊ីកុំធ្វើអីឆេវឆាវគាត់ឈ្មោះលូជីនជាស្វាមីស្របច្បាប់របស់បងចាប់ពីថ្ងៃនេះទៅគាត់រស់នៅទីនេះទៅផ្លាស់ខោអាវសិនទៅចាំចុះមកនិយាយគ្នារៀបចំខ្លួនបន្តិចទៀតបងនឹងនាំទៅទិញខោអាវសម្រម្យខ្លះកុំឲ្យខូចមុខមាត់ត្រកូលជាឲ្យសោះក៏មិនអន់ដែរហេតុអ្វីពីមុនមិនដឹងថាអ្នកស្លៀកពាក់ស្អាតបែបនេះខោអាវនេះមិនអាក្រក់ទេប៉ុន្តែម៉ាកនេះថ្លៃហួសហេតុជាង70មិនសូវមានតម្លៃសមរម្យទេនេះជាផលិតផលរបស់ក្រុមហ៊ុនយើងមិនបាច់សន្សំលុយឲ្យខ្ញុំទេគាត់ទើបតែសាកល្បងកាលពីមិញហើយអាមួយជួរដែលមានទំហំដូចគ្នានេះខ្ចប់ឲ្យអស់មកចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541